រៀបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកបង្ហាញជូនបងប្អូនពីរបៀបធ្វើឡាបគ្រឿងក្នុងជ្រូកណាបងប្អូនទាំងអស់គ្នាចាសម្រាប់ម្ហូបមួយមុខនេះណាបងប្អូនតែថាធ្វើគ្រឿងក្លែមវិញណាមកផ្លេតអស់ពី3កេសណាបងប្អូនអើយវាថាឆ្ងាញ់ខ្លាំងណាហើយមានបន្លែមានអីតំណប់ទៀតគឺថាអេមណាបងប្អូនហើយធ្វើលឿនទេវិធីធ្វើតិចតិចហើយចំណាយពេលធ្វើគឺថាលឿនហើយចាប់បានញ៉ាំទៀតបើរសជាតិគឺថាឆ្ងាញ់ណាបងប្អូនចាហើយបើថាជួបជុំបងប្អូនអីយើងអាចធ្វើញ៉ាំបានដូចគ្នាចាមិត្តភ័ក្តិអីណាធ្វើបានចាហើយសម្រាប់គ្រឿងផ្សំរបស់យើងមានអីជាពោះជ្រូកពោះអីចឹងណាបងប្អូនចាបងប្អូនជ្រើសរើសយកថ្លើមជ្រូកក៏បានហើយងាកមកមើលគ្រឿងផ្សំផ្សេងមានដូចបងប្អូនបានឃើញចឹងណាបងប្អូនចាអាឡ័យនេះពោះជ្រូកខ្ញុំស្ងោរហើយណាបងប្អូនខ្ញុំស្ងោរហើយខ្ញុំទុកមកកដប់ចឹងមកចាហើយម្ទេសហុយអង្ករលីងម្ទេសស្រស់ចាស្ករប៊ីចេងខ្ទឹមសខ្ទឹមក្រហមក្រូចឆ្មាជីក្រហមជីអាណាណាបងប្អូនចាហើយកន្លែងនេះខ្ញុំហាន់ពោះជ្រូកដែលបានស្ងោរហើយពោះជ្រូករបស់ខ្ញុំឆ្អិនហើយកន្លែងនេះហ៎ខ្ញុំយកមកហាន់ជាដុំមើលទៅមកល្មមមកយើងងាយស្រួលដួសហូបបងប្អូនចាកុំវែងពេកកុំខ្លីពេកចាហើយបន្ទាប់មកទៀតហាន់បេះដូងនេះបេះដូងនេះឡើយនេះគ្រឿងក្នុងហៅគ្រឿងក្នុងជ្រូកណាបងប្អូនសរុបចឹងមកចានេះហាន់រួចអស់ហើយជាដុំចឹងណាបងប្អូនចារួចដល់ហើយយើងទុកមកកដប់ចឹងមកហើយបន្ទាប់មកទៀតយើងហាន់ខ្ទឹមក្រហមយើងប្រើ3កាពឹសចឹងមកបងប្អូនចាហើយហាន់វាឲ្យស្ដើងចឹងណាចាបីថាយើងងាយស្រួលយកទៅលាយគ្រឿងវាឆាប់ចូលជាតិហើយខ្ទឹមសដូចគ្នាបងប្អូនខ្ទឹមសយើងប្រើ4-5កាពឹសមកហើយគេច្រាំវាល្អិតចឹងណាបងប្អូនគេច្រាំមកឲ្យវាល្អិតចឹងមកយើងទុកវាមកកដប់ចឹងមកចានេះយើងទុកឯណាហើយបន្ទាប់មកទៀតយើងហាន់ម្ទេសសម្រាប់ម្ទេសបងប្អូនអានេះយើងកាន់តែយកបន្ថែមទេសម្រាប់ពេលដែលយើងធ្វើយើងដាក់ម្ទេសហុយដូចខ្ញុំបានប្រាប់បងប្អូនចឹងណាយើងថែម4-5គ្រាប់អីចឹងទៅហើយអានេះក្រូចឆ្មាយើងចិតប្រហែលជា2-3ចំណិតអីចឹងមកវាផ្លែច្រឡំបងប្អូនហើយបន្ទាប់មកទៀតទឹកត្រីបងប្អូនចាទឹកត្រីយើងចាក់ចឹងមក2-3លព្រាអីចឹងមកតាមតិចតាមច្រើនហើយនឹងម្ទេសហុយស្ករសប៊ីចេងចានេះប៊ីចេងតិចទៀតមកបងប្អូនព្រោះឲ្យរាងស្ទើរហើយបន្ទាប់មកទៀតក្រូចឆ្មាបងប្អូនយើងច្បាច់វាទៅក្រូចឆ្មាកន្លែងនេះយើងអាចប្រើអំពិលទុំបានទេបងប្អូនយើងប្រើបានតែក្រូចឆ្មាចាបន្ទាប់មកយើងច្បល់ចូលឲ្យចាប់ចូលជាតិគ្នាបងប្អូនចាបល់ឲ្យវាចូលជាតិមកសម្រាប់គ្រឿងផ្សំរបស់យើងនេះណាហើយមួយទៀតបងប្អូនអើយកន្លែងនេះគេថាបងប្អូនភ្លក់មើលណាល្មមអីថែមថយតាមនឹងទៀតទៅចាហើយបន្ថែមខ្ទឹមសខ្ទឹមក្រហមដែលយើងបានគេច្រាំមិញណាហើយបន្ទាប់មកទៀតយើងច្បល់ចូលគ្នាមកបងប្អូនឲ្យវាចូលជាតិគ្នាចាច្បល់ទៅច្បល់មកណាបងប្អូនហើយបន្ទាប់មកទៀតបងប្អូនចាក់គ្រឿងក្នុងជ្រូកដែលយើងហាន់ហើយណាយើងចាក់ចូលទៅហើយនឹងបន្ថែមជីដែលយើងបានបេះទុកបេះដាក់ហ្នឹងណាជីជីបន្លាចាជីបន្លាហើយនឹងស្លឹកខ្ទឹមអើយសំទោសបងប្អូនជីបន្លាហើយនឹងជីក្រហមចាហើយនឹងម្ទេសណានេះរួចរាល់ហើយបងប្អូនគឺថាមើលណាបើថាឃើញឃ្លានណាបងប្អូនចាហើយកុំភ្លេចគ្រឿងពិសេសមួយទៀតអង្ករលីងបងប្អូនសម្រាប់អង្ករលីងបើបងប្អូនអត់ដាក់គឺថាมันអាចកើតជាឡាបទេបងប្អូនណាយើងត្រូវតែដាក់អង្ករលីងចាឥឡូវឡាបពោះជ្រូករបស់យើងគឺថារួចរាល់ហើយបងប្អូនចាតើមកយើងដួសដាក់ថាអញ្ចឹងមកបងប្អូនចាឲ្យរៀបចំបន្លែស្អាតចឹងណាបន្លែបងប្អូនចូលចិត្តតសក់ដាក់តសក់ដូចខ្ញុំចឹងមកសាឡាត់អីទៅចាមានផ្សេងក៏ដាក់ទៀតទៅតាមបងប្អូនចូលចិត្តចាឥឡូវនេះរួចរាល់ហើយណាបងប្អូនចាបងប្អូនអាចធ្វើហូបលេងនៅផ្ទះក៏បានឬក៏ជួបជុំបងប្អូនអីបងប្អូនអាចធ្វើហូបបានណាបងប្អូនចាងាយហើយឆ្ងាញ់ទៀតបងប្អូនអើយឥឡូវគឺថាដល់វគ្គយើងមកភ្លក់មើលណាបងប្អូនចាដាក់មួយម៉ាត់ទៅឆ្ងាញ់បងប្អូនអើយទទួលយកបានរសជាតិណាអាណាមួយវារឹងតែឈ្ងុយអង្ករលីងផងបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ follow ហើយនិង share វីដេអូនេះឲ្យបានច្រើនផងដែរណាបងប្អូនចាបើមានកន្លែងណាខុសឆ្គងសូមបងប្អូនអធិស្ឋានផងចា
ហើយជូនពរបងប្អូនទាំងអស់គ្នាឲ្យរកស៊ីទទួលទានមានបានគ្រប់គ្នាណាបងប្អូនចាអរគុណច្រើនជម្រាបលា